ជំរាបសួរខ្ញុំបានមករាថ្ងៃនេះចេញពីសាលាបឋមសិក្សាសាលាឆេះភូមិសាលាឆេះស្រុកប្រណិតព្រះខេត្តបន្ទាយមានជ័យថ្ងៃនេះខ្ញុំមានជាវីដេអូខ្លីមួយចង់ចែករំលែកទៅកាន់បងប្អូនដែលជាយុវជនទើបតែបញ្ចប់បាក់ឌុបថ្មីដែលមានបំណងបន្តការសិក្សានៅសាកលវិទ្យាល័យអញ្ចឹងថ្ងៃនេះខ្ញុំមានគំនិតមួយក្នុងការចង់ចែករំលែកទៅកាន់បងប្អូនថាតើហេតុអ្វីបានយុវជនគួរតែជ្រើសរើសយកការសិក្សាជាគោលអញ្ចឹងទី1ដើម្បីបណ្ដុះទម្លាប់ល្អសម្រាប់ខ្លួនឯងសម្រាប់គ្រួសារសម្រាប់សង្គមជាតិអញ្ចឹងទម្លាប់ល្អហ្នឹងគឺមានន័យថាការគិតល្អមានន័យថាការដឹកនាំល្អមានន័យការតំណែងតំណងល្អអញ្ចឹងនេះជាទម្លាប់ល្អសម្រាប់ខ្លួនឯងសម្រាប់សង្គមជាតិសម្រាប់គ្រួសារទី2មានតំណែងតំណងល្អតំណែងតំណងល្អហ្នឹងមានន័យថាមានប្រស័យតាក់ទងជាមួយគ្រួសារមានប្រស័យតាក់ទងជាមួយនឹងសង្គមសហគមន៍ឬក៏មជ្ឈដ្ឋានដែលរស់នៅជុំវិញខ្លួនកាលណាយើងមានចំណេះដឹងគឺយើងមានតំណែងតំណងល្អតាមរយៈបទពិសោធន៍នៃការចូលរួមការងារសង្គមតាមរយៈបទពិសោធន៍នៃការប្រើប្រាស់ចំណេះដឹងរបស់យើងទៅការអភិវឌ្ឍកិច្ចការងារផ្សេងមិនថាជាការអភិវឌ្ឍសង្គមមិនថាការអភិវឌ្ឍសហគមន៍មិនថាការអភិវឌ្ឍក្រុមហ៊ុនសាលារៀនឬក៏ស្ថាប័ននានាដែលយើងយកចំណេះដឹងរបស់យើងយកទៅវិនិយោគទី3តាក់ទងជាមួយនឹងការដឹកនាំមានន័យថាប្រសិនបើយើងមានចំណេះដឹងគឺយើងអាចដឹកនាំខ្លួនឯងឲ្យដើរទៅរកផ្លូវដែលត្រូវផ្លូវត្រូវហ្នឹងគឺផ្លូវដែលត្រូវជាមួយនឹងសង្គមត្រូវជាមួយនឹងច្បាប់សង្គមកំណត់ឲ្យមានន័យថាបងប្អូនជៀសផុតអំពីអំពើអាក្រក់មានថាគ្រឿងញៀនឬក៏ការប្រព្រឹត្តអ្វីដែលវាមិនល្អវាចាកអំពើផ្សេងដែលមិនល្អអាហ្នឹងគឺការដឹកនាំខ្លួនឯងការដឹកនាំមួយទៀតគឺការដឹកនាំសហគមន៍ការដឹកនាំសហគមន៍ហ្នឹងមានន័យថាបងប្អូនពេលដែលបងប្អូនមានចំណេះដឹងពេលដែលយុវជនយើងមានចំណេះដឹងគ្រប់គ្នាមានយុវជនគឺមានគំនិតនៅក្នុងការជួយឲ្យសហគមន៍នឹងរីកចម្រើនបានតាមរយៈការយើងមើលឃើញអំពីបញ្ហាផ្សេងនៅក្នុងតំបន់ដែលយើងរស់នៅឬក៏តំបន់ដែលនៅក្បែរបងប្អូនកំពុងតែរស់នៅនឹងឃើញមានបញ្ហាអ្វីមួយដែលកើតឡើងគឺបងប្អូនមានគំនិតនៅក្នុងការជ្រោមជ្រែងឲ្យតំបន់នឹងអាចរីកចម្រើនបានតាមរយៈចំណេះដឹងរបស់យើងដែលមានយកមកប្រើប្រាស់អញ្ចឹងហៅថាការជួយតគ្នានៅពេលដែលយើងមានចំណេះដឹងគឺយើងមានគំនិតនៅក្នុងការជ្រោមជ្រែងឲ្យសង្គមយើងរីកចម្រើនបានទី3ការពិវត្តទៅលើការដឹកនាំទៅលើគ្រួសារបងប្អូនមានចំណេះដឹងគឺបងប្អូនមានសិលធម៌ល្អមានសុជីវធម៌ល្អក្នុងការប្រើប្រាស់ពាក្យសម្ដីការនិយាយស្ដីទៅកាន់គ្រួសារឬក៏សហគមន៍ឬក៏សង្គមអញ្ចឹងកាលណាបើយើងមានចំណេះដឹងគឺមានអ្វីគ្រប់យ៉ាងចំណេះដឹងគឺអាចធ្វើឲ្យយើងរកក្តីសុខបានចំណេះដឹងគឺអាចធ្វើឲ្យយើងមានសន្តិភាពផ្លូវចិត្តសន្តិភាពផ្លូវកាយសន្តិភាពនៅក្នុងការដឹកនាំសន្តិភាពក្នុងការនៅក្នុងគ្រួសារមិនថាផ្លូវកាយផ្លូវចិត្តអារម្មណ៍ផ្សេងអញ្ចឹងសរុបមកវិញជាសារដាស់តឿនគឺយុវជនគួរតែជ្រើសរើសយកការសិក្សាហ្នឹងគឺទី1ដើម្បីធ្វើឲ្យខ្លួនឯងនឹងមានទម្លាប់ល្អនៅក្នុងការគិតទី2មានទម្លាប់ល្អជាមួយនឹងគ្រួសារមានទម្លាប់ល្អជាមួយនឹងសង្គមទី3គឺដើម្បីដឹកនាំគ្រួសារដើម្បីដឹកនាំសហគមន៍ដើម្បីដឹកនាំខ្លួនឯងដើម្បីឲ្យមានតំណែងតំណងល្អទី3មានតំណែងតំណងល្អជាមួយខ្លួនឯងគ្រួសារនិងសង្គមជាតិអញ្ចឹងសម្រាប់ខ្ញុំមានប៉ុណ្ណេះក្នុងការចែករំលែកសិនបើមានបងប្អូនមានគំនិតយោបល់អាច comment នៅក្នុងវីដេអូនេះបានអរគុណច្រើនជម្រាបលា